សួស្តីអ្នកទាំងអស់គ្នាកន្លងមកតើអ្នកទាំងអស់គ្នាធ្លាប់បានឮពាក្យថាប្រតិភូបុគ្គលិកប្រចាំរោងចក្រសហគ្រាសដែរឬទេខ្ញុំសូមជម្រាបថាគ្រប់រោងចក្រសហគ្រាសទាំងអស់ដែលស្ថិតនៅក្រោមមាត្រា3នៃច្បាប់ស្តីពីសហជីពហើយដែលមានប្រើប្រាស់កម្មករយោជិតចាប់ពី8នាក់ឡើងទៅគឺត្រូវបង្កើតឲ្យមានប្រតិភូបុគ្គលិកប្រចាំរោងចក្រសហគ្រាសរបស់ខ្លួនតើអ្វីទៅជាប្រតិភូបុគ្គលិកប្រតិភូបុគ្គលិកគឺជាតំណាងដ៏ស្របច្បាប់តែមួយគត់របស់កម្មករយោជិតដែលត្រូវបានបង្កើតឡើងនិងបោះឆ្នោតដោយបងប្អូនកម្មករយោជិតប្រចាំរោងចក្រសហគ្រាសរបស់ពួកគេផ្ទាល់ចំពោះចំនួនប្រតិភូបុគ្គលិកប្រចាំរោងចក្រសហគ្រាសយោងទៅតាមច្បាប់ស្តីពីការងារនិងច្បាប់ស្តីពីសហជីពរោងចក្រសហគ្រាសដែលមានប្រើប្រាស់កម្មករយោជិតចាប់ពី8នាក់ទៅដល់50នាក់គឺត្រូវបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិកពេញសិទ្ធិ1នាក់និងប្រតិភូបុគ្គលិកជំនួយ1នាក់ហើយរោងចក្រសហគ្រាសដែលមានកម្មករយោជិតលើសពី100នាក់ត្រូវមានប្រតិភូបុគ្គលិកពេញសិទ្ធិ1នាក់បន្ថែមនិងប្រតិភូជំនួយ1នាក់បន្ថែមទៀតនៅពេលដែលរោងចក្រសហគ្រាសមានកម្មករយោជិត100នាក់បន្ថែមទៀតតើការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិកធ្វើឡើងនៅពេលណាយោងតាមប្រកាសលេខ302ចុះថ្ងៃទី2ខែកក្កដាឆ្នាំ2018ត្រង់ប្រការ9គឺការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិកត្រូវធ្វើក្នុងរយៈពេលយ៉ាងយូរបំផុត6ខែបន្ទាប់ពីបើកដំណើរការរោងចក្រសហគ្រាសចំពោះការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិកសម្រាប់អាណត្តិថ្មីគឺត្រូវធ្វើឡើងក្នុងរយៈពេល15ថ្ងៃមុនការបញ្ចប់អាណត្តិនៃប្រតិភូបុគ្គលិកអាណត្តិចាស់ហើយប្រតិភូបុគ្គលិកមានអាណត្តិរយៈពេល2ឆ្នាំម្ដងអរគុណចំពោះការទស្សនាវីដេអូនេះចំពោះវីដេអូក្រោយខ្ញុំនឹងចែករំលែកអំពីនីតិវិធីនៃការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិកទូនីតិនិងសិទ្ធិរបស់ប្រតិភូបុគ្គលិកនៅកន្លែងការងារ